អូនអើយកំបានគុណសម្បត្តិទឹកខ្មុំកន្ទុតភ័យបងឯងទេកុំអីបងងាប់បាត់ហើយបងមានរស់ទេបងពុលត្រេនក្អួតហងរីហងក្បែរងាប់បងដាក់ទឹកអីទឹកខ្មុំកន្ទុតភ័យហ្នឹងមកកន្លះពេងបងរស់រវើកឡើងវិញបងអូនពេលពងក្អួតខ្លាំងរីកខ្លាំងហ្នឹងបងដាក់ហ្នឹងទៅមកពេងព្រលឹមឡើងវានៅតែរីកប៉ុន្តែវាបាត់ក្អួតដាក់មកពេងទៅឆាប់ស្រៀបអូនលេងអីមកអញ្ចឹងមិនថាឲ្យតែពុលអូនអញប្រកាសទៅបងធ្វើជាសាក់ស្អីបានឲ្យតែពុលមិនថាពុលអីទេអូនដាក់ទៅទឹកខ្មុំកន្ទុតភ័យបងឯងហ្នឹងដាក់ទៅត្រូវហ្មងអូនមែនណាអូនបងនិយាយត្រង់មែនគឺបងពុលត្រេនផ្លែត្រេនណាអូនបងញ៉ាំឲ្យអត់បាន2ម៉ោងបងក្អួតរៀកហូរដូចទឹកចឹងក្អួតមាត់អូក្អួតក្រោមស្មាតោបងគួរនិយាយពីអស់ហ្នឹងតែប្រាប់អូនឯងស្មាតោមែនអូនបងអ្វីដែលបងចាប់អារម្មណ៍ខ្លាំងជាងគេហេតុអីបងនឹកឃើញដល់ទឹកខ្មុំទូទៅមិនក៏បងមិននឹកឃើញប៉ែតបងចង់សួរអូនឯងថងនេះអូនឯងឃើញបងចិត្តតែទិញទុកឯងទិញទៅគួរឯងគឺដោយសារថារបស់អីក៏ល្អម្លឹងជួយជីវិតបងបានណាអូនឯងឃើញទេបងមិននឹកឃើញដល់ប៉ែតទៅហេតុអីបងមិននឹកឃើញរឿងហ្នឹងវិញទឹកខ្មុំទូទៅនេះគឺជាគុណសម្បត្តិមួយដ៏ធំបំផុតដែលជួយដល់ជីវិតបងពីរគឺអូនឯងនឹងឯងគុណសម្បត្តិធំបំផុតដែលជួយដល់ជីវិតបងដែលណែនាំឲ្យបងប្រើអស់ហ្នឹងបងមិននឹងទៅសារថាមិនឲ្យត្រូវរឿងបងមិនមែនលើកដៃលើកជើងឬក៏បញ្ចុះដើម្បីបានអីមកទេអត់មានបានអីទេព្រោះរបស់វាល្អពិតប្រាកដបងមានបញ្ហាកម្រងនោមតែដូចបងនិយាយប្រាប់បងទៅពេទ្យឲ្យអស់លីងគ្រប់កន្លែងហើយថ្នាំកម្រងនោមថ្នាំអីបងញ៉ាំឲ្យអស់ហើយថ្នាំខ្មែរថ្នាំពេទ្យអីបងញ៉ាំឲ្យអស់ហើយអូនតែកម្រងនោមបងល្អប្រសើរត្រឡប់មកវិញនោមគ្រាន់បើហើយលែងឈឺរាំងលែងចុកគឺដោយសារទឹកខ្មុំកន្ទុកព្រៃនឹងឯងណាអូនណាបងមិនដឹងថានិយាយមិនទេអូនទី1គឺបងជាកម្រងនោមដោយសារទឹកខ្មុំកន្ទុកព្រៃហ្នឹងទី2បងមិននឹកស្មានថាបងពុលនេះវាត្រូវបាត់ដោយសារទឹកខ្មុំកន្ទុកព្រៃបងគិតវាមិនដល់ហ្នឹងអូនបងដល់ពេលគិតទៅនឹកឃើញអស់សំណើចដែរฉันនឹកឃើញមិនតែទេទឹកខ្មុំនឹងយកមកញ៉ាំមកតាមពិតទៅបងគួរតែឲ្យ feedback ខ្លួនឯងរឿងទឹកខ្មុំនឹងបងញ៉ាំជាកម្រងនោមយូរមកហើយតែដល់ហើយបងភ្លេចអូនបងនឹកឃើញថាចាំបងទិញសារក្រោយបងនឹងឲ្យ feedback ទៅខ្លួនឯងហើយដល់ពេលបងមិនមកជារសារពុលនឹងទៀតទៅបងនឹកឃើញថាមិនភ្លេចខ្លួនឯងចិត្តខាតបងត្រូវតែឲ្យ feedback ខ្លួនឯងអត់អីទេអូនអត់បញ្ហាទេខ្លួនឯងយកទៅផុសចាស់យកទៅផ្ញើឲ្យភ្ញៀវផ្សេងទៀតក៏បានដែរអត់បញ្ហាទេអូនឲ្យតែពួកគាត់បានដឹងបានឮថាសំខាន់បំផុតគឺកម្រងនោមហ្នឹងបងតែងតែព្យាយាមមើលគ្រប់ពេទ្យអស់ហើយអូនតែមិនជាចិត្តខាតបងមកជាទឹកខ្មុំទឹកព្រៃនឹងឯងហើយមកមិននឹកស្មានដល់កន្លែងពុលនេះវាពុលហើយបងញ៉ាំទៅបាត់ទៀតនេះបងគិតអីក៏គិតមិនដល់នឹកស្មានអីក៏នឹកមិនបានហ្មងនឹកឃើញថាប៉ុនជួយមែនបងឯងចង់ហៅខ្លួនឯងថាអូនឬក៏អ្នកលោកអីទៀតហើយបងចង់ហៅខ្លួនឯងថាអ្នកគ្រូពេទ្យហើយនឹងអ្នកយកចិត្តបងចង់និយាយតែប៉ុណ្្នឹងឯងអូនម្ចាស់ចិត្តម្ចាស់ជីវិតចង់និយាយចឹងហ្មងដល់ពេលអញ្ចឹងទៅរកអីដាក់ឈ្មោះអូនឯងឃើញទេមានដាក់ថាអ្នកគ្រូពេទ្យយកចិត្តគេគ្រប់គ្នាចង់ទៅហៅអញ្ចឹងហ្នឹងមែនតាទៅពេលសុបាយចិត្តពេកទៅអត់ដឹងថានិយាយមិនឲ្យវាត្រូវជាមួយនឹងអារម្មណ៍នៅពេលនេះអញ្ចឹងណាបងសម្លាញ់ហៅអូនធម្មតាទៅបានហើយមិនបាច់ទេបងតែប៉ុណ្ណេះសុបាយចិត្តងាប់ចោលហ្មងនិយាយមែនផ្លែសមនិងផ្លែកន្ទុតព្រៃគឺជាផ្លែឈើឱសថបែបធម្មជាតិដែលមានអត្ថប្រយោជន៍យ៉ាងច្រើនសម្រាប់សុខភាពរបស់លោកអ្នកអត្ថប្រយោជន៍នៃផ្លែសមទី1ជួយសម្រួលប្រព័ន្ធរំលាយអាហារបានយ៉ាងល្អមានជាតិសរសៃជួយបន្ធូរបញ្ហាទល់លាមកនិងកាត់បន្ថយអាស៊ីតក្នុងក្រពះទី2កាត់បន្ថយជាតិខ្លាញ់និងសម្ពាធឈាមខ្ពស់អាចជួយទប់ស្កាត់ជំងឺបេះដូងទី3បន្ថែមថាមពលផ្លែសមមានជាតិស្ករធម្មជាតិជួយឲ្យរាងកាយមានកម្លាំងទី4ជួយពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយមានវីតាមីន C និងសារធាតុប្រឆាំងអុកស៊ីតកម្មទី5ជួយបន្ថយសម្ពាធឈាមអត្ថប្រយោជន៍សម្រាប់អ្នកមានបញ្ហាសម្ពាធឈាមឡើងខ្ពស់អត្ថប្រយោជន៍នៃផ្លែកន្ទុតព្រៃទី1ព្យាបាលឈឺក្រពះនិងពោះវៀនមានសារធាតុជួយបំបត្តិអាការៈឈឺចុកពោះនិងជំងឺពោះវៀនទី2ជួយកាត់បន្ថយជាតិខ្លាញ់អាចជួយសម្រកទម្ងន់បែបធម្មជាតិនិងសុវត្ថិភាពទី3ប្រឆាំងមេរោគមានសារធាតុធម្មជាតិប្រឆាំងបាក់តេរីនិងមេរោគជួយកាត់បន្ថយជាតិពុលក្នុងឈាមបង្កើនសុភមង្គលដល់ថ្លើមទី5ជួយដល់ប្រព័ន្ធទឹកនោមជួយបន្ថយការរលាកតម្រងនោមញឹកនោមទាស់និងរារាំងការស្ទាក់ពេលយកផ្លែទាំងពីរនេះត្រាំជាមួយទឹកឃ្មុំឬធ្វើជាឱសថបុរាណកាន់តែមានប្រសិទ្ធភាពពីព្រោះទឹកឃ្មុំជួយបន្ថែមអត្ថប្រយោជន៍ដូចជាបន្ថែមថាមពលដល់រាងកាយការពារភាពចាស់លឿនមុនអាយុនិងពង្រឹងប្រព័ន្ធការពារភាពស៊ាំបានយ៉ាងល្អប្រសើរផងដែរទឹកឃ្មុំត្រាំកន្ទុតព្រៃតើគួរតែត្រាំបែបណាដើម្បីឲ្យមានប្រសិទ្ធភាពខ្ពស់ចំពោះការប្រើប្រាស់ទៅតាមសុខភាពរបស់បងប្អូនទាំងអស់គ្នាបងប្អូនធ្លាប់តែឃើញខ្ញុំចែករំលែកអំពីការត្រាំទឹកឃ្មុំជាមួយនឹងផ្លែកន្ទុតព្រៃគឺយើងត្រាំបែបទាំងមូលហើយក៏មានបងប្អូនបានដឹងហើយថាការត្រាំទឹកឃ្មុំជាមួយនឹងកន្ទុតព្រៃគឺមានច្រើនបែបបទមែនទែនបងប្អូនខ្លះក៏គាត់គិតថាការដែលត្រាំទឹកឃ្មុំជាមួយនឹងកន្ទុតព្រៃបើយើងត្រាំទាំងមូលក៏ល្អចាស់ហើយបើយើងបានប្របែកផ្លែកន្ទុតព្រៃឲ្យបែកចាស់រួចហើយចាំយើងចាក់ទឹកឃ្មុំត្រាំក៏ល្អហើយក៏មានបងប្អូនខ្លះគាត់ថាយកផ្លែកន្ទុតព្រៃទៅហាលឲ្យស្ងួតចាំដាក់ត្រាំក៏ល្អដែរអញ្ចឹងគឺសរុបរួមមកមិនថាបងប្អូនត្រាំបែបមួយណាទេឲ្យតែបងប្អូនត្រាំទឹកឃ្មុំជាមួយនឹងកន្ទុតព្រៃសុទ្ធតែជាការល្អសម្រាប់ការប្រើប្រាស់សុខភាពអញ្ចឹងបងប្អូនដឹងទេថាអត្ថប្រយោជន៍នៃផ្លែកន្ទុតព្រៃត្រាំទឹកឃ្មុំគឺជួយច្រើនមែនទែនសម្រាប់សុខភាពចាអញ្ចឹងពាក់ព័ន្ធជាមួយនឹងអត្ថប្រយោជន៍ផ្សេងៗឬក៏វិធីទទួលទៀតបងប្អូនអាចតាម
តាមដានជាមួយនឹងវីដេអូរបស់ខ្ញុំបន្តទៀតផងដែរអញ្ចឹងថ្ងៃនេះគឺនាងខ្ញុំនឹងមកចែករំលែកក៏ដូចជាមានចំណុចមួយចំនួនដើម្បីជម្រាបជូនបងប្អូនទាំងអស់គ្នាពាក់ព័ន្ធជាមួយនឹងការចាក់បុកកន្ទួតព្រៃឲ្យបែករួចហើយចាំយើងចាដាក់ទឹកឃ្មុំត្រាំអញ្ចឹងនេះគឺជាការកម្មង់របស់អតិថិជនចាដែលគាត់ឲ្យនាងខ្ញុំចាបុកផ្លែកន្ទួតព្រៃឲ្យបែករួចហើយយកទឹកឃ្មុំចាដែលជាប្រភេទទឹកឃ្មុំកសិដ្ឋានចិញ្ចឹមរបស់យើងខ្ញុំផ្ទាល់ជាប្រភេទទឹកឃ្មុំឆៅយកមកដាក់ត្រាំជូនគាត់ចំនួន2ក្រឡធំណាបងប្អូនចាក្រឡនីមួយៗគឺមានចំណុះ10លីត្រអញ្ចឹងចំពោះការប្រើប្រាស់ទឹកឃ្មុំក៏អាស្រ័យទៅលើសុខភាពរបស់បងប្អូនអាស្រ័យទៅលើតម្រូវការរបស់បងប្អូនចាបងប្អូនខ្លះគាត់គិតថាការត្រាំទឹកឃ្មុំតើតែយើងដាក់ទឹកឃ្មុំឲ្យលេចផ្លែកន្ទួតព្រៃទៅផ្លែកន្ទួតព្រៃរបស់យើងនឹងវាអត់ខូចវាអត់ដោះផ្សិតវាអត់ខ្មៅអីអញ្ចឹងទៅចាតែសម្រាប់រូបមន្តរបស់ខ្ញុំគឺខ្ញុំមានរូបមន្តច្បាស់លាស់ពាក់ព័ន្ធជាមួយនឹងអត្ថប្រយោជន៍រួមមានន័យថាមិនថាបងប្អូនមានបញ្ហាសុខភាពដូចជាកាពះពោះវៀនរ៉ាំរ៉ៃបញ្ហាតម្រងនោមចាបញ្ហាលើសជាតិខ្លាញ់រោមបេះដូងចាបញ្ហាឈឺសន្លាក់លើសជាតិស្ករក៏គាត់អាចញ៉ាំបានដែរដោយសារតែខ្ញុំគឺអត់ប្រើទឹកឃ្មុំច្រើននោះទេណាបងប្អូនអញ្ចឹងសម្រាប់ការធ្វើរបស់ខ្ញុំបើឲ្យថាប្រាប់ទាំងអស់បង្ហាញទាំងអស់គឺអត់អាចបង្ហាញទាំងអស់បានទេអញ្ចឹងខ្ញុំអាចចែករំលែកត្រឹមចា80ទៅ90%អញ្ចឹងជាដំបូងឡើយបងប្អូនលាងផ្លែកន្ទួតព្រៃឲ្យស្អាតរួចឲ្យបងប្អូនសម្ងួតឲ្យស្ងួតល្អបន្ទាប់មកយកវាមកដំក៏បានយកវាមកពុះឲ្យបែកជ្រៀកក៏បានណាបងប្អូនរួចហើយបងប្អូនយកប្រភេទទឹកឃ្មុំដែលបងប្អូនមានមិនថាជាទឹកឃ្មុំចិញ្ចឹមមិនថាជាទឹកឃ្មុំព្រៃការប្រើប្រាស់ទឹកឃ្មុំគឺយើងបែងចែកចេញត្រឹមតែ2យ៉ាងទេគឺទឹកឃ្មុំឆៅនិងទឹកឃ្មុំឆ្អិនអញ្ចឹងកន្លែងនេះគឺខ្ញុំសូមបើកវងកញ្ចក់បន្តិចណាបងប្អូនមានបងប្អូនខ្លះគាត់ត្រាំកន្ទួតព្រៃទឹកឃ្មុំដែរក៏ប៉ុន្តែគឺគាត់ប្រើប្រភេទទឹកឃ្មុំឆ្អិនពួកទឹកឃ្មុំឆ្អិនវាអត់មានសារធាតុចិញ្ចឹមសំខាន់ពីរុក្ខជាតិច្រើនដោយប្រភេទទឹកឃ្មុំឆៅទេអញ្ចឹងសម្រាប់ការត្រាំជីឱសថបែបនេះល្អបំផុតគឺបងប្អូនប្រើប្រភេទទឹកឃ្មុំឆៅតែបើបងប្អូនមានទឹកឃ្មុំឆ្អិនបងប្អូនត្រាំក៏បានដែរអាស្រ័យទៅលើតម្រូវការរបស់បងប្អូនផ្ទាល់តែសម្រាប់ខ្ញុំរីខមមិនថាបងប្អូនប្រើទឹកឃ្មុំឆៅគឺល្អបំផុតអញ្ចឹងនៅពេលដែលបងប្អូនចាក់ទឹកឃ្មុំចាបើសិនជាបងប្អូនមិនមានបញ្ហាដូចជាលើសជាតិស្ករទឹកនោមផ្អែមនោះទេចាបងប្អូនចង់ប្រើទឹកឃ្មុំឲ្យលេចផ្លែកន្ទួតព្រៃក៏បានដែរក៏ប៉ុន្តែការប្រើប្រាស់ទឹកឃ្មុំច្រើនគឺវាអត់សូវមានគេហៅថាការបឺតកម្ដៅដើម្បីចាបញ្ចេញនៅសារធាតុជាតិទឹកអំពីផ្លែកន្ទួតព្រៃបានល្អងុំនោះទេអញ្ចឹងបើសិនជាបងប្អូនដាក់ទឹកឃ្មុំឲ្យពេញក្រឡផ្លែកន្ទួតព្រៃពិតប្រាកដណាស់ចាបរិមាណដែលបងប្អូនដាក់ចូលក្នុងក្រឡប៉ុណ្ណាគឺវានៅតែប៉ុណ្ណឹងតែបើបងប្អូនសាកល្បងចាបងប្អូនដាក់ទឹកឃ្មុំត្រឹមតែ50% 70% ឬក៏ត្រឹមចា40% បងប្អូននឹងដឹងអំពីចំណុចពិសេសនោះគឺទឹកឃ្មុំគឺមានកម្ដៅណាបងប្អូនចាដូច្នេះហើយគឺវាបឺតផ្លែកន្ទួតព្រៃឲ្យចេញទឹកមកពីខាងក្នុងផ្លែតែម្ដងតែបើសិនជាបងប្អូនត្រាំបែបវៃប្រវែកឬមួយក៏ដំប្រវែកបែបនេះគឺវាអត់ចេញមកពីខាងក្នុងផ្លែទេតែទឹកឃ្មុំដែលបងប្អូនចាក់បញ្ចូលទៅក្នុងក្រឡគឺវានឹងចារួមបញ្ចូលទៅក្នុងផ្លែកន្ទួតព្រៃវិញហើយសម្រាប់ពេលដែលបងប្អូនយកផ្លែនោះយកមកញ៉ាំគឺមានរសជាតិផ្អែមជូរចត់ល្វីងបន្តិចចាទៅតាមចារយៈពេលនៃការត្រាំក៏ប៉ុន្តែរសជាតិរបស់វាគឺឆ្ងាញ់ហើយសម្រាប់ទឹកកន្ទួតព្រៃហ្នឹងក៏បងប្អូនអាចញ៉ាំបានផ្លែកន្ទួតព្រៃក៏បងប្អូនអាចញ៉ាំបានហើយងាយស្រួលញ៉ាំក៏ប៉ុន្តែពាក់ព័ន្ធជាមួយនឹងការត្រាំបែបវៃកន្ទួតព្រៃឲ្យបែកឬក៏ដំកន្ទួតព្រៃឲ្យបែកបើសិនជាប្រៀបធៀបជាមួយនឹងការត្រាំទាំងមូលចានេះបងប្អូនអាចមើលវីដេអូនេះបានភាពខុសគ្នារវាងការដែលត្រាំកន្ទួតព្រៃទាំងមូលហើយនឹងយើងត្រាំវៃបំបែកអញ្ចឹងសរុបរួមមកវិញបើសិនជាបងប្អូនចង់ធ្វើបងប្អូនអាចសាកល្បងបានណាចាបងប្អូនបែងចែកចេញជា2គីឡទៅចាទី1គឺចាយើងវៃបំបែកកន្ទួតហើយចាក់ទឹកឃ្មុំឲ្យលិចឬមួយក៏ពាក់កណ្ដាលអញ្ចឹងទៅទី2គឺបងប្អូនមិនចាំបាច់ចំណាយពេលទៅវៃកន្ទួតទេគ្រាន់តែដាក់ផ្លែកន្ទួតព្រៃចូលគីឡហើយចាក់ទឹកឃ្មុំទៅតាមតម្រូវការរបស់បងប្អូនចង់បានរួចហើយចាទុករយៈពេលចា1សប្តាហ៍2សប្តាហ៍3សប្តាហ៍ឬក៏1ខែបងប្អូនបើកយកញ៉ាំនឹងដឹងថារសជាតិនៃទឹកឃ្មុំត្រាំកន្ទួតព្រៃទាំងពីរហ្នឹងគឺវាមានចំណុចមួយណាដែលវាមិនដូចគ្នាសម្រាប់វីដេអូមួយនេះគឺមានតែប៉ុណ្្នឹងហើយបើបងប្អូនពេញចិត្តរាល់ការចែករំលែកនៃវីដេអូសម្រាប់សុខភាពផ្សេងៗកុំភ្លេចចាជួយ share ចែករំលែកជាកម្លាំងចិត្តដល់ admin ផងដែរសូមអរគុណច្រើនសូមគោរពលាជួបជាមួយនឹងនាងខ្ញុំនៅវីដេអូបន្ទាប់អត្ថប្រយោជន៍ទឹកឃ្មុំត្រាំកន្ទួតព្រៃគឺជាការរួមបញ្ចូលគ្នារវាងអាហារពិសេសពីធម្មជាតិដែលមានសារធាតុចិញ្ចឹមជាច្រើនផ្លែកន្ទួតព្រៃមានរសជាតិជូរចត់តិចៗប៉ុន្តែមានប្រយោជន៍ខ្ពស់ហើយពេលយកមកត្រាំជាមួយទឹកឃ្មុំវាអាចផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនដូចខាងក្រោមនេះអត្ថប្រយោជន៍សំខាន់ទី1បង្កើនប្រព័ន្ធភាពស៊ាំទឹកឃ្មុំមានអង់ទីអុកស៊ីដង់ខណៈកន្ទួតព្រៃមានវីតាមីន C និងសារធាតុបន្ថែមដែលជួយការពាររាងកាយពីជំងឺផ្ដាសាយឬការឆ្លងជំងឺផ្សេងៗទី2លាងសម្អាតឈាមនិងថ្លើមបានយ៉ាងល្អផ្លែកន្ទួតព្រៃជួយបំបត្តិសារធាតុជាតិពុលនៅក្នុងឈាមប្រសើរជាមួយទឹកឃ្មុំក្នុងការថែរក្សាថ្លើមទី3ជួយរំលាយអាហារបានយ៉ាងល្អផ្លែកន្ទួតព្រៃជួយបន្ថយឧស្ម័នក្នុងពោះនិងកាត់បន្ថយការរលាកក្រពះទឹកឃ្មុំជួយសម្រួលប្រព័ន្ធរំលាយអាហារបានយ៉ាងល្អទី4បន្ថយជាតិខ្លាញ់និងស្ករនៅក្នុងឈាមផ្លែកន្ទួតព្រៃគេស្គាល់ថាជួយកាត់បន្ថយជាតិកូលេស្តេរ៉ុលបានយ៉ាងល្អពេលរួមជាមួយនឹងទឹកឃ្មុំអាចជួយគ្រប់គ្រងជាតិខ្លាញ់និងជួយបេះដូងទី5បង្កើនថាមពលនិងកម្លាំងទឹកឃ្មុំផ្ដល់ថាមពល
ពលយ៉ាងឆាប់រហ័សដល់រាងកាយផ្លែកន្ទួតព្រៃជួយឲ្យរាងកាយមានសុខភាពមាំមួនទី6ជួយដល់ស្បែកឲ្យភ្លឺថ្លាការទទួលទានជាប្រចាំអាចជួយឲ្យស្បែកភ្លឺថ្លារលោងនិងបន្ថយបញ្ហាមុននៅលើផ្ទៃមុខជាពិសេសបន្ថែមវីតាមីន C ដល់រាងកាយផងដែរអត្ថប្រយោជន៍ទឹកឃ្មុំត្រាំផ្លែសម៉និងផ្លែកន្ទួតព្រៃនៅពេលរួមបញ្ចូលគ្នាវាពិតជាមានតម្លៃសម្រាប់សុខភាពខ្លាំងមែនទែនប្រៀបបានដូចជាថ្នាំធម្មជាតិមួយប្រភេទសម្រាប់ថែរក្សារូបរាងកាយនិងសុខភាពរបស់លោកអ្នកទាំងនេះគឺជាអត្ថប្រយោជន៍រួមសំខាន់មានដូចជាទី1បង្កើនភាពស៊ាំនៃរាងកាយផ្លែសម៉មានវីតាមីន C ខ្ពស់និងទឹកឃ្មុំមានសារធាតុបំប៉នជាច្រើនជួយការពារជំងឺផ្ដាសាយនិងជំងឺឆ្លងទី2ថែរក្សាបេះដូងនិងសម្ពាធឈាមផ្លែកន្ទួតព្រៃជួយបន្ថយជាតិខ្លាញ់ក្នុងឈាមខណៈទឹកឃ្មុំជួយឲ្យឈាមឆាប់រលូនបានល្អទី3សម្អាតឈាមនិងថ្លើមជួយបំបត្តិជាតិពុលក្នុងរាងកាយនិងធ្វើឲ្យស្បែកស្រស់ថ្លាមានសុខភាពល្អពីខាងក្នុងចេញមកខាងក្រៅទី4ជួយរំលាយអាហារនិងបន្ថយពុះហើមផ្លែសម៉ជួយរំលាយអាហារបានល្អនិងទឹកឃ្មុំជួយបង្កើនប្រសិទ្ធភាពប្រព័ន្ធរំលាយអាហារទី5បន្ថែមថាមពលនិងបន្ថយភាពនឿយហត់ជួយឲ្យរាងកាយស្រស់ស្រាយពេលធ្វើការឬហាត់ប្រាណជាប្រចាំទី6ថែរក្សាសម្រស់ស្បែកនិងបន្ថយភាពចាស់ជរាមានអង្គទីអុកស៊ីដង់ខ្ពស់ជួយការពារកោសិកាមិនឲ្យចាស់ឆាប់និងធ្វើឲ្យស្បែករលោងភ្លឺថ្លាក្មេងជាងវ័យពន្យាភាពចាស់និងអាយុវែងទី7ជួយសម្រួលអារម្មណ៍និងបន្ថយស្ត្រេសក្លិននិងរសជាតិផ្លែផ្អែមធម្មជាតិជួយឲ្យចិត្តស្ងប់និងមានអារម្មណ៍ល្អអត្ថប្រយោជន៍ទូទៅរួមមានជួយបង្កើនប្រព័ន្ធភាពស៊ាំនៃរាងកាយជួយបន្ថយភាពនឿយហត់និងថាមពលខ្ពស់ជួយសម្អាតឈាមនិងថ្លើមបានល្អជួយបំបត្តិជាតិពុលក្នុងរាងកាយជួយធ្វើឲ្យស្បែកភ្លឺថ្លានិងមានភាពក្មេងជាងវ័យបងប្អូនទាំងអស់គ្នាការមើលថែសុខភាពនេះគឺជារឿងដ៏សំខាន់មែនតើណាបងប្អូនដូចពាក្យចាស់លោកពោលថាការពារប្រសើរជាងព្យាបាលហើយថ្ងៃនេះគឺនាងខ្ញុំពិតជាអរគុណសម្រាប់បងប្អូនទាំងអស់គ្នាមែនតើដែលបានគាំទ្រចាមិនថាទឹកឃ្មុំមិនថាចារូបមន្តសុខភាពមានដូចជាទឹកឃ្មុំត្រាំកន្ទួតព្រៃត្រាំសម៉ជាដើមអញ្ចឹងសម្រាប់បងប្អូនដែលមិនទាន់បានសាកល្បងជាមួយនឹងកំពូលឱសថបុរាណនេះគឺបងប្អូនអាចធ្វើការចាឆាតសាកសួរព័ត៌មានលម្អិតបានផងដែរហើយបងប្អូនមានដឹងអត់ថាសម្រាប់ឱកាសនេះចាដើម្បីជួយគាំទ្រផលិតផលរបស់កូនខ្មែររាល់ការកំងរបស់បងប្អូនទាំងអស់គ្នាជាមួយនឹងរូបមន្តឱសថបុរាណខ្មែរចាមានកន្លចាប់ពី5លីត្រទៅ10លីត្រគឺខ្ញុំចាមានកដោជូនគឺជាកម្មាបងកខ្មែរជាកម្មាសិប្បកម្មរបស់កូនខ្មែរយើងតែម្ដងអញ្ចឹងបងប្អូនឃើញទេចាពណ៌ស្អាតមែនតើបញ្ជាក់ជូនបងប្អូនណាការថែមជូនកម្មារបស់ខ្ញុំគឺជាកម្មាសាច់ល្អហើយសម្រាប់ចំនួនក៏ខ្ញុំមាន target របស់ខ្ញុំដែរមិនមែនថាថែមរហូតទេណាអញ្ចឹងបើបងប្អូនជួយគ្រប់គ្រងផលិតផលរបស់កូនខ្មែរយើងពិតចាកុំភ្លេចចាគឺផ្ទះទឹកឃ្មុំខ្មែរមានលក់ច្រើនមុខមែនតើចាហើយខ្ញុំត្រាំនេះគឺខ្ញុំត្រាំវគ្គចុងក្រោយឯងគឺខ្ញុំឈប់ត្រាំបន្ថែមហើយអញ្ចឹងបងប្អូនចង់ដឹងអំពីអត្ថប្រយោជន៍បងប្អូនចង់បាននេះអាចធ្វើការកម្មងបាននេះចាខ្ញុំនៅសល់តែប៉ុណ្ណេះទេចានៅប្រហែលជា100គីឡូជាងទៀតទេណាគឺអស់ហើយបើសិនជាបងប្អូនថាខ្ញុំលក់ថ្លៃនេះបងប្អូនតម្លៃគឺអាស្រ័យលើគុណភាពអ្នកដែលគាត់ទិញគឺគាត់ដឹងអំពីគុណភាពអ្នកដែលគាត់មិនទាន់ទិញអាចនឹងគាត់មិនទាន់ជឿជាក់គាត់មិនទាន់ដឹងថាតើគុណភាពវាសមជាមួយនឹងតម្លៃឬក៏អត់ចឹងបងប្អូនចង់ដឹងអាចធ្វើការឆាតសាកសួរបន្ថែមបានអរគុណច្រើនជម្រាបលាបាយបាយ